ខ្ញុំបាទសូមគោរពសម្ដេចអគ្គមហាសេនាបតីជួនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភាព្រឹទ្ធសភាជាទីគោរពដ៏ពងពោះសូមគោរពសម្ដេចព្រះអង្គម្ចាស់អាដាមលោកជំទាវសមាជិកសមាជិកានៃអង្គសមាជដ៏ដងដំថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ដងដំដែលបានការអនុញ្ញាតដ៏ពងពោះពីសម្ដេចប្រធានផ្ដល់ឱកាសឲ្យរូបខ្ញុំបាទឡើងមានមតិទៅលើប្រធានបទដ៏មានសារៈសំខាន់ស្ដីពីប្រព័ន្ធគាំពារសង្គមដែលជាគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលនិងជាអត្តភាពតាមពីអាណត្តិទី6តាមរយៈក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម2016-2015នីតិកាលទី7បានបន្តចេញនៅក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2024-2035ព្រមទាំងបានកំណត់អត្ថប្រយោជន៍ផងដែរនៅក្នុងយុទ្ធសាស្ត្រចតុកោណយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ត្រង់បញ្ចកោណទី1ក្នុងការអភិវឌ្ឍមូលធនមនុស្សហើយនៅមុំទី4ស្ដីពីការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងដែលមានគោលដៅកសាងនិងអភិវឌ្ឍគាំពារសង្គមមានលក្ខណៈប្រមូលផ្ដុំនិងសង្គមភាពនៅក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គមក្នុងឱកាសនេះដែរខ្ញុំបាទក៏សូមឯកភាពទាំងស្រុងទៅលើរបាយការណ៍ដែលអានដោយអាដាមយុផានីតាជំនួយគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាទន្ទឹមនឹងនេះគ្នាដែរខ្ញុំបាទក៏សូមគាំទ្រនិងកោតសរសើរដោយស្មោះចំពោះបទអន្តរាគមន៍ប្រកបដោយអត្ថន័យនិងខ្លឹមសាររបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដែលបានបង្ហាញអំពីការបដិញ្ញាចិត្តការខិតខំប្រឹងប្រែងការគិតគូរនិងការយកចិត្តទុកដាក់ខ្ពស់បំផុតប្រកបដោយចក្ខុវិស័យវែងឆ្ងាយស្ដីអំពីការពង្រឹងគាំពារសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចលើសុខុមាលកម្ពុជាសុខុមាលភាពសង្គមប្រកបដោយជាភាពបរិយាបន្នហើយការបដិញ្ញាចិត្តថ្មីមួយទៀតនោះដែលព្រឹត្តិការណ៍ដែលយើងត្រូវដឹងទាំងអស់គ្នាហើយគឺព្រឹត្តិការណ៍នៅតាមបណ្ដោយព្រំដែនខ្ញុំសូមគាំទ្រយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រនៅសេចក្តីសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រីទាំងការដោះស្រាយទាំងការចរចាការប្តឹងឬការប្រើកម្លាំងគ្រប់កលៈទេសៈបើសិនជាចាំបាច់យើងដឹងហើយថានៅក្នុងអាណត្តិទី6ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីជួនហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបានកំណត់អត្ថប្រយោជន៍ការគាំពារសង្គមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រជាបន្តបន្ទាប់រួមទាំងយុទ្ធសាស្ត្រចតុកោណក្រោមនឹងក្របខ័ណ្ឌគោលនយោបាយជាតិ2016-2025ហើយបន្តមកដល់នីតិកាលទី7នេះក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងស្វាហាប់របស់សម្ដេចនាយករដ្ឋមន្ត្រីបានដាក់ចេញនៅក្របខ័ណ្ឌគោលនយោបាយជាតិ2025-2035ក្នុងឱកាសដ៏ដងអំនេះខ្ញុំបាទសូមគោរពកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលដែលមានសភាពដែលបានដឹកនាំដោយភាពបត់បែនតាមទាន់សភាពការនិងបានពុះពៀដល់គ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជូនប្រជាជននៅពេលដែលមានវិបត្តិនិងគ្រោះអាសន្នផ្សេងៗជាស្ដែងអន្តរាគមន៍ឆ្លើយតបនឹងវិបត្តិជំងឺ COVID-19 តាមរយៈការជំនួយសង្គមដ៏ពិសេសនិងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាជនព្រមទាំងថែរក្សាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងពលរដ្ឋងាយហានិភ័យងាយរងហានិភ័យស្របតាមស្មារតីមិនបោះបង់ពលរដ្ឋខ្មែរម្នាក់ណាម្នាក់ក្នុងនាមប្រធានក្រុមការងារចោះជួយខណ្ឌ7មករានិងតំណាងរាស្ត្រនិងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញខ្ញុំតែងតែជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងស្ដាប់របាយការណ៍យ៉ាងពិស្ដាររបស់មូលដ្ឋានដែលជាពិសេសពាក់ព័ន្ធនឹងការគាំពារសង្គមប្រជាជននៅមូលដ្ឋានមានការសប្បាយចិត្តរីករាយនឹងគាំទ្រនៅកម្មវិធីនេះហើយអរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលដែលបានគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខនិងជីវភាពរបស់ពួកគាត់ដល់ឡែកក្នុងនាមខ្ញុំជាប្រធានគណៈបដិបត្តិសមាគមថ្នាក់ដឹកនាំសមាគមទាំងអស់តែងជួបពិភាក្សាគ្នាសហការជាមួយក្រសួងដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់រដ្ឋាភិបាលនិងរៀបចំឲ្យបុគ្គលិកទាំងអស់តាមគ្រឹះស្ថាន
មានបានទទួលបានបសសដោយទទួលបានអត្ថប្រយោជន៍និងហានិភ័យថែទាំសុខភាពនិងសុខភាពផ្នែកសោធនជាពិសេសស្ត្រីមានផ្ទៃពោះនឹងទទួលបានការអត្ថប្រយោជន៍ដូចជាការថែទាំសុខភាពទាំងម្ដាយទៅរូបចាប់តាំងពីមានករហូតដល់អាយុ2ឆ្នាំសេវាពិគ្រោះពិនិត្យនិងផ្ទៃពោះទទួលប្រាក់ឧបត្ថម្ភទៅតាមដំណាក់កាលកូនទទួលបាននូវការចាក់ថ្នាំរយៈពេល2ឆ្នាំការអនុវត្តកម្មវិធីនេះបានជួយឲ្យម្ដាយមានសុខភាពនិងកូនក៏មានសុខភាពផងដែរព្រមទាំងមានការរីកចម្រើនលូតលាស់ទាំងផ្នែកស្មារតីនិងកាយសម្បទារឹងមាំដោយនៅពេលដល់វ័យសិក្សាកុមារនឹងមានភាពឆ្លាតវៃរៀនឆាប់ចេះឆាប់ចាំនិងទទួលបាននូវចំណេះដឹងនិងជំនាញច្បាស់លាស់បន្ទាប់ពីបានសិក្សាជាមួយលោកគ្រូនោះហើយគឺជាមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍនិងដើម្បីសម្រេចនៅចក្ខុវិស័យឆ្នាំ2050សម្ដេចប្រធានសមាជនិងព្រឹទ្ធសភារដ្ឋាភិបាលជាទីគោរពដ៏គំពស់អង្គសមាជជាទីដកដងដំជាមួយនឹងការជោគជ័យដ៏ត្រចះចង់និងសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមកការអនុវត្តប្រព័ន្ធគាំពារសង្គមនេះក៏នៅមានបញ្ហាមួយចំនួនតូចដែលយើងត្រូវកែលម្អនិងអភិវឌ្ឍខ្ញុំសូមចូលរួមនៅមតិយោបល់ខ្លះដូចខាងក្រោមសូមទី1បន្តជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនិងបណ្ដាក្រុមហ៊ុនរោងចក្រសហគ្រាសនានាគ្រឹះស្ថានទាំងអស់ដើម្បីឲ្យយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមនេះទី2ពង្រឹងគុណភាពលើសេវាផ្ដល់សេវាឲ្យកាន់តែល្អប្រសើរបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានានិងផ្ដល់សេវាគាប់ចិត្តជូនដល់ឲ្យបានរហ័សជូនដល់ប្រជាពលរដ្ឋរបស់យើងទី3បើកវគ្គបណ្ដុះបណ្ដាលជំនាញវគ្គបំពេញឬធ្វើសិក្ខាសាលានិងអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់យើងដែលជាអ្នកកាន់ការហ្នឹងធ្វើម៉េចឲ្យគាត់មានជំនាញច្បាស់លាស់ឲ្យគាត់មានសិលធម៌មានរបបវិជ្ជាជីវៈនិងគុណធម៌ខ្ពស់ទី4លើកកម្ពស់ការចូលរួមត្រង់នេះខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការក្រុមហ៊ុនរោងចក្រសហគ្រាសទាំងអស់គ្រប់ប្រភេទព្រមទាំងគ្រឹះស្ថានសិក្សាទាំងអស់មេត្តាគាំទ្រនៅប្រព័ន្ធគាំពារសង្គមនេះដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នាក៏ដូចជាការចូលរួមចំណែកធានាសុខភាពសុមាលភាពសុវត្ថិភាពនិងហានិភ័យការងារជូនបុគ្គលិកក្រមអាវ៉ាតហើយយើងត្រូវគិតថាសុខភាពបុគ្គលិកគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសុខភាពប្រជាជនគឺជាទ្រព្យសម្បត្តិរបស់ជាតិបាទសូមគោរពអរគុណណាស់